Và sau đây một ôn và cái ní nom chun một ôn mà pra nữa AI mấy mới biết và dương ai thơ chiều video bán ai ở cận lùi ai ở miền chùa gạo thà logo rồi có watermark của đồng hồ đấy nè và đôi lúc đi vào cái AI đấy anh đi rút bài cho cái AI đấy để đi ai rút bắt AI của thứ bán anh ấy cứ rút AI đây và đây rút bắtនេះគេរមយើងខ្ញុំសាកកាត់ធ្វើជារូប AI វិញតោះបាទអញ្ចឹងដើម្បីចូលទៅបងប្អូនយើងដាក់ចូលលើ Google search មកវាយពាក្យថានេះខ្ញុំមានស្រាប់ហើយបាទខ្ញុំធ្លាប់ប្រើវាបាទ Google Studio AI បាទវាយអញ្ចឹងបងប្អូនណានេះអូខេនេះខ្ញុំធ្លាប់ប្រើស្នាចុចនេះចឹងមកដល់របស់ Google Studio ហ្នឹងយើងចុចកន្លែង Google Studio AI ហ្នឹង AI Studio មកបាទចឹងវាមានច្រើនអានេះដោយសារខ្ញុំលាប់ប្រើបាទសម្រាប់អ្នកថ្មីអត់ទាន់ប្រើបងប្អូនចុច sign up ជាមួយវាហ្នឹងបងប្អូនហើយ sign up ហ្នឹងមានន័យបាយយើងយក Gmail យើងបាទហើយចុចប៊ូតុងsign up មកវា link ជាមួយនឹង Google យើងមកបានណាបាទមួយនេះឧទាហរណ៍សិនបាទខ្ញុំវាយ Google ចេញមកនេះ Google នេះ Google AI Studio អញ្ចឹងនេះដែលប្រើយើងចូលចុចកន្លែង Google នេះមក AI Studio នេះមកបាទអញ្ចឹងវាចេញផ្ទាំងមកអញ្ចឹងបាទនេះតម្លៃវាអីណាយើងប៉ុន្តែយើងធ្វើប៉ោះ free ណាបងបាទយើងអត់បានប្រើរបស់បងលុយទេបាទអញ្ចឹងយើងមានកន្លែងប៊ូតុងនេះមួយមកនេះអានេះគឺវាចេញ Google Deep Mind មួយទៀតបាទនេះបាទ Google Deep Mind តែចេញថ្មី AI របស់ Google ណាហើយខ្ញុំ sign in ជាមួយនឹង Google Studio ជិះនេះបាទតោះមកយើងរើស account យើងមកបាទនេះវាទា password អូនវាយ password ណាបាទហើយ next ទៅវាឲ្យហើយឥឡូវខ្ញុំរកមើលបាទ account នេះខ្ញុំតែប៉ុណ្្នឹងបងប្អូនហើយយើងវាយ password វាទៅប៉ុន្តែខ្ញុំអត់បង្ហាញទៀតទេបងប្អូនចេះប៉ុណ្្នឹងបាទអូខេឥឡូវខ្ញុំមកបង្ហាញកន្លែងមុខងារ AI លើវាមានច្រើននៅក្នុង AI Studio ណាបាទនេះវាមាន speech generate បាទអក្សរអីធ្វើ AI បាទមាន live audio អីផ្សេងបាទហើយបើយើងចង់បង្ហាញមុនយកមុខងារមួយទៀតនេះ generate media ហ្នឹងមានតាំងវីដេអូតាំងរូបថតណាបាទជឿលេងមកបាទនេះ generate ជារូបថតរូបភាពបាទនេះប្រើ Gemini AI បាទនេះគឺជារូបភាពដែរប៉ុន្តែ AI ផ្សេងមួយទៀតបាទនេះ speech generate នេះសំឡេងបាទធ្វើសំឡេងមួយ Google Gemini ដែរបងប្អូនណាហើយខ្ញុំចង់បង្ហាញបងប្អូនគឺមុខងារមួយនេះ VEO នេះបាទ video generate ចេញមកបាទឡើងមកដល់ហើយអញ្ចឹងវាអាចនេះរូបគេឧទាហរណ៍ឲ្យបងប្អូនណាបាទឃើញនេះទំហំធ្វើអីសត្វ AI នេះសត្វស្ដើនេះបាទអាចបញ្ឈរក៏បានអាចផ្ដេកក៏បានបាទនេះគឺវាសេរីខាងស្ដាំដៃនេះ16.9នេះបាទនេះផ្ដេកបាទហើយបញ្ឈរនេះ 9.16 វិញយកនេះមកឬយកនេះហើយ duration បាទ duration នេះបាទមានដល់8វិហ្នឹងបងណាបាទយើងយកវែងមកហើយនេះវាកាត់បានទេដោយសារយើងធ្វើ free ហើយកន្លែងនេះគឺកន្លែង prompt negative prompt មានន័យថាអ្វីដែលយើងអត់ចង់ឲ្យវាបង្ហាញនេះគឺ prompt ទេណាបាទហើយចំនួនយើង generate result ម្ដងមួយឬម្ដងបានបងប្អូនយកតែមួយបានណាបាទនេះឬក៏យក2អញ្ចឹងណាវាឲ្យយើងដល់បាន2ហើយជាធម្មតាខ្ញុំធ្វើម្ដងមួយបាទបន្ទាប់មកយើងវាយអក្សរកន្លែងនេះមកដាក់ prompt ក៏បានដាក់រូបថតក៏បានទាំងពីរណា
ឬក៏ព្រមរូបថតលាយនឹងព្រមអូខេឥឡូវខ្ញុំបង្ហាញទៅរករូបមួយសិនចឹងខ្ញុំមកឡើង YouTube នេះវិញមកឥឡូវខ្ញុំឧបមាថាខ្ញុំចង់យកមួយនេះជាមួយខ្ញុំរកនេះមួយមកកាត់វាបាទចុច new មកយើងចុចយកនឹងមកបាទដើម្បីយើងធ្វើរូបភាពមកបាទអូខេចឹងយើងចូលយើង save ទុកមួយមកខ្ញុំ save ឡើង plot នេះណាបាទ capture មួយបាទនឹង capture មកឥឡូវខ្ញុំដាក់ air មួយ rabbit អូនេះមាន rabbit ដែរចឹងនេះ rabbit T1 ទេខ្ញុំចង់យកមនុស្សរមនេះមួយជាមួយ Google វាដាក់ឲ្យរមអត់បាទអូខេផលិតបាទផ្សេងមួយទៀតមក test ចឹងដែលមក P2 អូខេឥឡូវបានហើយបន្ទាប់មកបងប្អូនចូលកន្លែងមួយវិញមកបាទយើងចុចនេះ upload ចឹងយកប៊ូតុង upload នេះមក upload នឹងមកយើងវិញខ្ញុំរួមផ្សាយ Rabbit នេះ signature បន្ទាប់មកនឹងយើងបានដែលយើងបញ្ឈរយើងយកបញ្ឈរមកបានវាដាច់យើងយកនេះបញ្ឈរតើមកចុច run មកលឿនទេបងប្អូនមួយ Google លឿនទេបើយើងប្រៀបធៀបជាមួយនឹង Telling ហើយជាមួយនឹង Hailu AI បាទចុងរបស់ Google លឿនជាងបាទផ្លែតទេបាទ free ហើយមានជាប់ logo ជាប់អីទេយើងចង់បង់លុយក៏បានដែរនេះខ្ញុំប្រើតែ free ទេបើដោយសារយើងធ្វើ YouTube short អីចឹងណាគឺ TikTok Facebook អីចឹងយើងចង់បានវីដេអូ original ពីខ្លួនឯង AI ជា original បាទវា generate ទៅវាជាន់គ្នានេះបាទអូខេឥឡូវវារងនៅរងចាំឥឡូវខ្ញុំមកមើលខ្ញុំរករូបថតមួយសិនបាទនេះហើយបងប្អូនណាបាទវាអត់មានសំឡេងទេខលរូបភាពឥឡូវខ្ញុំ play មើលនេះនេះវា C player ឈើហើយបាទអូខេបាទអញ្ចឹងយើងចុចប៊ូតុងកន្លែងនេះមក download ចឹងវាធ្លាក់មកកន្លែងនេះវីដេអូយើងវាធ្លាក់មកកន្លែង download បាទអូខេឥឡូវខ្ញុំធ្វើរូបមិញវាលឿនដែរឥឡូវនេះយើងដាក់អក្សរហើយខ្ញុំបិទចោលខ្ញុំ download មួយទៀតយើងដាក់រូបមនុស្សម្ដងមើលបាទមិញខ្ញុំតេស្តអូនេះបាទអូខេអញ្ចឹងបើយើងចង់ឲ្យមើលរំយើងដាក់ចុះខ្សែរំយើងដាក់ដានបាទដានស៊ីងនេះឧទាហរណ៍ខ្ញុំសរសេរ script ឲ្យវាវិជាទៅធ្វើតាមយើងណាបងប្អូនមានអីចង់សរសេរចង់អីលើកដៃលើកជើងអីយើងសរសេរបញ្ជាក់កន្លែងហ្នឹងមកវានឹង generate តាមអ្វីដែលយើងបង្ហាញណាហើយយើងវា generate ហ្នឹង generate កុំឲ្យខុសគោលការណ៍ក៏វា generate ឲ្យដែរហ្នឹងបងណាបាទរូប sexy ពេកឬក៏អីផ្សេងសកម្មភាពផ្សេងខុសធម្មតាខ្លាំងពេកវាឲ្យហើយយើងចុចប៊ូតុង run មកឥឡូវរងចាំបន្តិចនេះប្តីជាមួយយើងរកមើលតើមើល plate នេះហើយអូខេនេះអញ្ចឹងនឹងរំបែបអញ្ចឹងណាអូខេបាទគ្រប់ទងជាតិឲ្យចប់ហើយបាទយើង download ទុកមកបាទអញ្ចឹងគឺរំហើយរំក្បាច់អីវាខុសពីដើមវាណាគេរំខុសយើងហ្នឹងទីសងឲ្យយើងបង្ហាញអីគេជាតែ AI វាធ្វើថ្មីណាមិនរូបជាន់គេណាបើឃើញសកម្មភាពខុសគ្នាបងប្អូនបាទអូខេបាទអញ្ចឹងយើងអត់ copy ពីគេទេបាទអានឹងបញ្ឈរឥឡូវខ្ញុំរកអា break មួយមើលនេះដែលខ្ញុំសារនេះផ្លេចដូរនេះបងប្អូននេះឃើញអូខេវាដាច់ទេឥឡូវអត់អីខ្ញុំដូរម្ដងទៀតភាសាយើងបាន3និងសល់1ទៀតអញ្ចឹងយើងដូរមក break វិញមកត្រូវហើយខ្ញុំ run វាម្ដងទៀត
ហើយអក្សរចម្លប់ហើយបាទឥឡូវរងចាំវាមើលនេះលឿនណាបងប្អូននេះឲ្យបង្ហាញបងប្អូនឃើញតែម្ដងបាទនេះខ្ញុំអត់កាន់នាទីទេខ្ញុំមើលវាបាននាទីវា generate បានបាទប៉ុន្តែលឿននេះបើខ្ញុំប្រៀបធៀបជាមួយនឹង Kling AI ដែល generate រូបភាពជាវីដេអូហើយនឹង Hailu AI បាទ Google នេះលឿនជាងបាទ server Google ធំជាងបាទអញ្ចឹងបានវា generate លឿនណាបើ Google យកបងប្អូនដឹងហើយបើ Google ក្រុមហ៊ុនមហាយៈបាទក្រុមហ៊ុនយៈនេះបាទនេះបានពេញទៅវាឃើញទេអូដាំស្លដាក់បន្លែចូលអូខេអាចអូខេមកបាទនេះធ្វើម្ហូបប៉ុន្តែបើសិនយើងធ្វើម្ហូបអីតើយើងកាត់រូបច្រើនហើយតវីដេអូគ្នាខ្ញុំ download មកបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចធ្វើបាននៅក្នុងវីដេអូនេះបាទខ្ញុំ play មកនេះពេញឲ្យបងប្អូនមើលបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចធ្វើបានតាម Google បាទ AI គឺលឿនតែបាទលឿនណាបាទលឿនណាស់ធ្វើបាន8វិនាទីបាទលឿនជាង free បាទអញ្ចឹងជួបគ្នានៅក្នុងវីដេអូក្រោយបាទសម្រាប់ថ្ងៃនេះការធ្វើរូបភាពនិងវីដេអូបាទនេះការ generate វីដេអូ AI របស់ Google Studio ជួបគ្នាក្នុងវីដេអូក្រោយទៀត